រឿងខ្មោចឈួតតណ្ហាកាលពីឆ្នាំ1993កាលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជារបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការងារនៅក្នុងការិយាល័យផ្ទះដែលជាកន្លែងស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជាកន្លែងលោកអនុប្រធានដោយសារនៅមានបន្ទប់ធំទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកនៅផ្ទះនេះតែងតែស្ងាត់ព្រោះតែនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅ2នាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់2ទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់តែបានឮចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំបានមិននៅយូរក្រាលដែរហើយនៅមិនទាន់ឃើញអីទេប៉ុន្តែចុងភៅគាត់ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យរហូតមកមានថ្ងៃមួយមិត្តភ័ក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដើរលេងនិងទម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកទ្វារបន្ទប់មួយដែលនៅជាប់នឹងបន្ទប់មិត្តនាងខ្ញុំសម្រាប់គិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាម៉ោង11យប់តាមធម្មតានាងខ្ញុំមិនមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តភ័ក្តិរបស់នាងខ្ញុំទៅវិញមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ទឹកត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចមានមនុស្សមកសម្លឹងមើលនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏មិនរួចផងបុរសម្នាក់នោះបានដើរមករកនាងនៅក្រៅគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបុរសម្នាក់នោះមកអង្អែលនាងរួចលូកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមកម្រើកខ្លួនគេចចេញប៉ុន្តែចេញមិនបាននាងបានតែទន្ទិញអ្នកមូលនៅក្នុងចិត្តនៅតែសើចហឺនៅក្នុងដើមកយ៉ាងសប្បាយមិត្តរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលខ្មោចឈួតនឹងតណ្ហាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងទៅមើលខ្លួនរបស់វាឃើញធំឆ្អឹងសម្បូរខ្មៅព្រិចព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកអង្អែលក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទទេចេះគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយវាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រោបពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនរួចចាយដន់នាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងគោះជញ្ជាំងខ្លាំងពេញទំហឹងពេលនោះម៉ោងប្រហែល12អាធ្រាត្រនាងខ្ញុំមានអារម្មណ៍ថាឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងខ្ញុំបានឮសំឡេងនាងធាក់ទ្វារលាន់ក្រាំងនាងខ្ញុំបារម្ភក្រែងនាងមានរឿងអ្វីក៏គោះទ្វារបន្ទប់នាងហៅនាងតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះក៏បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចរញីរញ័រនិយាយដាច់ប្រាប់រឿងនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលមានជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបិលយកអីងាប់ទៅហើយនៅតែចង់រួមភេទទៀតឲ្យតែមានខ្មោចម៉ាក់នឹង 4-10 ក្បាលច្បាស់ជាក្រមុំពោះធំអត់ប្តីគ្រប់គ្នាជាមិនខាន